ពេលដែលចង់និយាយហ្វឹកហាត់ភាសាអង់គ្លេសអត់ដឹងថានិយាយមួយអ្នកណានៅម្នាក់ឯងខ្ញុំមានកម្មវិធីមួយអ្នកនរគ្នាអាចនិយាយភាសាអង់គ្លេសបាទហ្វឹកហាត់និយាយភាសាអង់គ្លេសបានបាទចូលដល់កម្មវិធីអីទៅតាមណាតោះតាមអ្នកនរគ្នាបាទអញ្ចឹងចំពោះកម្មវិធី AI ដែលយើងប្រើសម្រាប់ធ្វើការសន្ទនាជាភាសាអង់គ្លេសហ្នឹងគឺមានច្រើនប៉ុន្តែក្នុងវីដេអូនេះខ្ញុំណែនាំអ្នកនរគ្នាប្រើកម្មវិធីមួយដែលគេពេញនិយមប្រើហ្នឹងគឺបាទ ChatGPT នេះតែម្ដងអញ្ចឹងបងប្អូនគ្រាន់តែចុចទៅលើ app ហ្នឹងមកឬក៏បើសិនបងប្អូនអត់ទាន់មានគឺអាច download កម្មវិធីមួយហ្នឹងមកគឺឈ្មោះថា ChatGPT បាទគឺមានរូប logo អក្សរដូចអ្វីដែលខ្ញុំបានបង្ហាញបាទអញ្ចឹងចំពោះរបៀបប្រើបងគ្រាន់តែចុចទៅលើ app ហ្នឹងបាទរងចាំបន្តិចបាទអញ្ចឹងមកដល់កន្លែងនេះបងប្អូនគ្រាន់តែមើលកន្លែងខាងស្ដាំដៃពណ៌ខ្មៅខាងស្ដាំដៃនេះជាងយើងធ្វើការសន្ទនាជាមួយនឹង AI អញ្ចឹងបងប្អូនគ្រាន់តែចុចទៅលើកន្លែងហ្នឹងមកគឺយើងអាចធ្វើការសន្ទនាបានហើយបាទអរគុណច្រើន